ហេសំរិនទេដែលទៅយកដីវៀតណាមនៅដោយសារគាត់នៅទៅហ្វាក់តមួយចង្អាមក៏យករបស់វៀតណាមមិនបានផងហើយមានឯកឧត្តមរដ្ឋមន្ត្រីខ្លះគាត់ថាខ្មែរយើងអត់មានដឹងអីទេទៅរស់លើដីវៀតណាមខ្ញុំគិតថានេះបើសិនជាយួរសព100ដងក៏អត់យួរសពអត់ឃើញដែរដែលខ្មែរទៅអាចយកដីវៀតណាមបាន1ម៉ែត្រ2ម៉ែត្រដល់វៀតណាមគឺល្អិតមែនទេណាខ្ញុំទៅហើយខ្ញុំទៅឡុងសៀងខ្ញុំទៅកបៅខ្ញុំទៅស្វាយតងឡុងអាងស្មាច់កំពង់ចាមនោះខ្ញុំទៅដែរគឺល្អិតមែនទេណារឿងស្រែរឿងចកាហ្នឹងសូម្បីតែផ្ទះនៅជាប់គ្នាហ្នឹងណាអ្វីដែលរបស់គាត់ហ្នឹងគឺគាត់ខាត់ខកខាំងហ្មងគាត់ខាខាំងហ្មងអញ្ចឹងខ្ញុំគិតថាតែនិយាយថាខ្មែរទៅចូលដីវៀតណាមហើយអារឿងមួយដូរដីរដ្ឋមួយមិនអាចដូរដីបានទេនៅក្នុងមាត្រាទី441 42 43 44 45 46នៅក្នុងក្រមព្រំប្រទានថ្មី2010អារឿងដូរដីហ្នឹងទៅក្បត់ជាតិបាទហើយយកមាត្រាណាទៅដូរចំណេញឬខាតក៏យើងទៅសុំរដ្ឋសភាថានេះឥឡូវនេះគាត់តាំងទៅហើយសុំដូរដីឲ្យយើងទៅដូរឆាវបាទមក